ចាប់ប្រមិត្តទូរទស្សនិកជនសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរចាប់ឃាត់ខ្លួនជនសង្ស័យ2នាក់ពាក់ព័ន្ធជាមួយនឹងករណីទទួលផលចោរកម្មហើយដកហូតបានម៉ូតូ4គ្រឿងនិងស្លាកលេខចំនួន41សន្លឹងនៅក្នុងភូមិត្រពាំងស្មាញ់ឃុំក្បាលត្រាញ់ស្រុកក្រគរខេត្តពោធិ៍សាត់កាលពីថ្ងៃទី2ខែសីហាឆ្នាំ2023ប្រពន្ធពីជនរងគ្រោះមានឈ្មោះថាសឿងកឹមសុនអាយុ21ឆ្នាំបុគ្គលិកដឹកជញ្ជូនបានឲ្យដឹងថាកាលពីថ្ងៃទី1ខែសីហាកន្លងទៅនៅវេលាម៉ោងប្រហែល10ព្រឹងនៅចំណុចមុខសាកលវិទ្យាល័យណូតុនស្ថិតនៅក្នុងភូមិទី2សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញលោកបានដាក់ម៉ូតូនៅមុខទីនោះដើម្បីយកអីវ៉ាន់ឲ្យភ្ញៀវលោកត្រឡប់មកវិញស្រាប់តែបាត់ម៉ូតូដែលពាក់ស្លាកលេខភ្នំពេញ 1JZ 1674ស៊េរីឆ្នាំ2023ជនរងគ្រោះបានបន្តថាដោយក្នុងម៉ូតូដាក់ប្រព័ន្ធ GPS ហើយក៏តាមដានសញ្ញារហូតដល់ចំណុចឃុំក្បាលត្រាច់ស្រុកក្រគរខេត្តពោធិ៍សាត់រួចដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលក្បាលត្រាច់តែម្ដងលោកវរៈសេនីយ៍ឯកមុខភិរមអធិការនគរបាលស្រុកក្រគរបានបញ្ជាក់ឲ្យដឹងថាក្រោយទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះកម្លាំងអន្តរាគមន៍ផែនការងារព្រហ្មទណ្ឌសហការជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាញ់បានចូលបង្ក្រាបទីតាំងទទួលផលចោរកម្មមួយកន្លែងឃាត់ខ្លួនជនសង្ស័យជាបរិសុទ្ធចំនួន2នាក់រួមមានទី1ឈ្មោះជាវ៉ាហៅពៅជាម្ចាស់ផ្ទះនិងទី2ឈ្មោះថាមុំប៊ុនសៀព្រមទាំងដកហូតវត្ថុតាងបានម៉ូតូសង់សេ125ពណ៌ខ្មៅគ្មានស្លាកលេខចំនួន4សន្លឹងស្លាកលេខចំនួន41សន្លឹងនិងសម្ភារៈបំបែកចេញពីគ្រឿងម៉ូតូមួយចំនួនចាប់ប្រិមិត្តទូរទស្សនិកជនបច្ចុប្បន្នជនសង្ស័យទាំង2នាក់ខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរតាមបញ្ជាលោកកុយច័ន្ទយ៉ាព្រះរាជអាជ្ញាអមស្រុកដំបងខេត្តពោធិ៍សាត់ដើម្បីបំពេញនីតិវិធីនិងបញ្ជូនទៅកាន់ជំនាញខេត្តចាត់ការបន្ត